នឹងហើយជីវិតអ្នកធ្វើចំការទៅសកម្មនេះណាបងប្អូនមុននឹងធ្វើចំការគេហៅដាក់បំណិនជីវិតឬក៏យើងធ្វើអានេះឲ្យបានធ្វើអាមួយចំណុចនេះឲ្យបានព្រោះមួយចំណុចនេះវាសំខាន់គេធ្វើឲ្យផ្លែធ្វើដីល្អគេដីពីដីខ្សោយគុណភាពខ្សោយជីវជាតិគេហៅថាពុតរឹបនៃដីវាខ្សោយគេយកទៅដាក់ជាងការដាក់វាទទួលបានផលក៏ជាអាហារដែលរុក្ខជាតិត្រូវការតែនេះបើប្រៀបដូចមនុស្សអានេះដូចបាយអញ្ចឹងទោះបីដាក់ច្រើនក៏វាអត់លឺទេតែវាស៊ីឆ្អែតវាឈប់ស៊ីវាខ្វះវាស៊ីទៅទៀតហើយចំណេញនេះភាសាក្រុមហ៊ុនគេមានគូមានអីយកឲ្យគូយកមកផលិតការធ្វើចំការបើសិនជាយើងសកម្មមិនចាំបាច់ខ្វល់រឿងទីផ្សារយើងមានជីដាក់យើងមានថ្នាំបាញ់ខ្លួនយើងចាក់ពុលបន្តិចតួចហ្នឹងយើងប្រើតែមុខណាដែលយើងហៅថាយើងមិនអាចផលិតបានគីមីដែលយើងអាចផលិតបានហ្នឹងយើងវាចំណេញវាកាត់បន្ថយចំណាយលើសេដ្ឋកិច្ចចាំព្រមមេគុណនៃចំការវា1 គុណ 1វាអត់ចេញទៅ2ទេវាចេញទៅ4 5ឬក៏ចេញទៅ6 7ឬក៏ចេញទៅ3ណាបងប្អូនអានេះ1 គុណ 1ហើយនេះ1 គុណ 1ចេញទៅ2ហើយនេះគេធ្វើអញ្ចឹងគឺវាចំណេញណា